ទៅកាន់ពុកម៉ែបងប្អូនសាជាថ្មីបាទស្វាគមន៍មកកាន់នៅក្នុង channel 10K រកលុយហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកគ្នាពីរបៀបនៅក្នុងការបង្កើត account ABA អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់ចេះបង្កើតឬក៏បង្កើតអត់បានទេអាចមើលវីដេអូនឹងបានគឺខ្ញុំនឹងប្រាប់ពីរបៀបនៅក្នុងការបង្កើតហើយករណីបងប្អូនដែលបង្កើតមិនបានដោយសារតែវាអាប់ដេតបន្តអញ្ចឹងបងប្អូនតម្រូវធ្វើតាមខ្ញុំមកហ្នឹងហើយខ្ញុំប្រាប់អញ្ចឹងជាបឋមបងប្អូនដែលនៅក្នុងវីដេអូនឹងហើយបាទអញ្ចឹងបងប្អូននៅក្នុងវីដេអូហ្នឹងហើយបងប្អូនចុចលើខាងក្រោម link description បងប្អូនឃើញ link មួយហ្នឹងគឺ link download ខ្ញុំ ping នៅក្នុងហ្នឹងដើម្បីបងប្អូនទៅ download ឬក៏នៅក្នុង comment បងប្អូនខ្ញុំ ping នៅខាងលើហ្នឹងបងប្អូនចុចលើហ្នឹងមកបាទអញ្ចឹងបងប្អូនចុចលើ link ហ្នឹងមកបាទអូខេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចុចលើ link ហ្នឹងហើយបាទគឺនេះគឺបងប្អូនអាចចុច download បានបាទអញ្ចឹងបងប្អូន download ទៅហើយយើងចុច download សិនទៅអញ្ចឹងមូលហេតុខ្លះដែលបងប្អូនដែលបង្កើតបានគឺដោយសារបងប្អូនវាជាប់នៅអាចាស់បងប្អូនអញ្ចឹងបងប្អូន down ថ្មីទៅបាទអូខេអញ្ចឹងបន្ទាប់ពីបងប្អូន down ហើយគឺបងប្អូនចូលទៅក្នុង account ABA របស់យើងមកហ្នឹងហើយអញ្ចឹងវាឲ្យយើងរើសភាសាអញ្ចឹងបងប្អូនអាចរើសភាសាខ្មែរក៏បានអង់គ្លេសក៏បានអញ្ចឹងបងប្អូនគួរតែរើសភាសាខ្មែរមកដើម្បីឲ្យដូចខ្ញុំណាអូខេអញ្ចឹងបន្ទាប់មកទៀតគឺវា load បែបនេះតម្រង់2បែបនេះហើយបងប្អូនជ្រើសរើសជាមួយនឹងគណនីបើគណនីរហ័សហើយបើសិនជាពុកម៉ែបងប្អូនមានក៏ចុចនៅខាងលើទៅបាទប៉ុន្តែខ្ញុំអត់ទាន់មានទេគឺខ្ញុំចុចកន្លែងបើគណនីរហ័សហ្នឹងមកបន្ទាប់ពីយើងចុចកន្លែងបើគណនីរហ័សហើយបងប្អូនវានឹងឃើញកន្លែងនេះគឺទី1គឺថតអត្តសញ្ញាណប័ណ្ណឬ passport អញ្ចឹងទៅទី2គឺ selfie បាទទី3គឺពីសម្ងាត់ហើយបាទអញ្ចឹងយើងចុចបន្ទាប់មកបាទអញ្ចឹងមកដល់ចំណុចនេះគឺវាអត់ទាន់លោតគ្រីសទេបាទហើយបងប្អូនចុចគ្រីសតែមួយហ្នឹងមកគឺវាលោតទាំងអស់ហើយយើងចុចយល់ Pro មកដើម្បីធ្វើការ scan អត្តសញ្ញាណប័ណ្ណបាទហើយមកដល់ចំណុចនេះបើសិនជាវាអត់ទាន់លោតចំណុចនេះឬក៏លោតហើយបងប្អូនអាចចុចខាងក្រៅបងប្អូនអាចចុចពេញជាមួយនឹងលេខទូរស័ព្ទរបស់បងប្អូនដែលបងប្អូនបង្កើតបាទហើយលេខហ្នឹងដែរគឺបងប្អូនចាំផងបាទលេខហ្នឹងណាអូខេអញ្ចឹងយើងចុចបំពេញហើយបានយើងចុចបន្ទាប់មកហ្នឹងហើយយើងចុចបន្ទាប់ចឹងមកបន្ទាប់មកទៀតគឺវាឲ្យយើងធ្វើការ scan អត្តសញ្ញាណប័ណ្ណអញ្ចឹងបងប្អូន scan អត្តសញ្ញាណប័ណ្ណពីមុខបាទយើងចុចមកបើmìnhចុចនៅក្នុងនេះយើងចុចខ្ញុំបានត្រៀមខ្លួនរួចហើយបាទបងប្អូន scan មកហើយមកដល់ចំណុចនេះគឺអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំ scan បែបហ្នឹងហើយបងប្អូនធ្វើម៉េចនៅកន្លែងដែលវាកុំឲ្យវាចាំងឬក៏កុំឲ្យវាងឹតអញ្ចឹងធ្វើម៉េច scan ឲ្យបានតែប៉ុណ្្នឹងទៅគឺរួចរាល់ហើយនេះបងប្អូនធ្វើម៉េចគេថាបានថតអញ្ចឹងមានន័យថាគ្រីសហ្នឹងគឺរួចរាល់ហើយអញ្ចឹងបងប្អូនចុចបន្ទាប់ទៀតមកអូខេអញ្ចឹងមកដល់ចំណុចនេះដែរគឺយើងធ្វើការ scan មុខម្ដងអញ្ចឹងបងប្អូនរៀបខ្លួនរៀបអីឲ្យទៅសម្រាប់ scan មុខគឺចាំមើលខ្ញុំប្រាប់ scan មុខបាទទី1គឺបងប្អូនបាទសូមប្រកាសថាជាមុខរបស់បងប្អូនទី2គឺកញ្ចក់កាមេរ៉ាគឺទៅតែស្អាតមិនប្រឡាក់អីមួយទេហើយទី3គឺផ្ទៃខាងក្រោយគឺត្រូវមានពន្លឺគ្រប់គ្រាន់និងច្បាស់ហើយសម្រាប់ទី4មុខបងប្អូនត្រូវតែច្បាស់មិនមានពាក់អីទេមិនមានពាក់ម៉ាស់ពាក់មួកពាក់វ៉ែនតាអីអត់មានទេដោះចេញអស់ទៅហើយចុចចាប់ផ្ដើមមកអញ្ចឹងកន្លែងចំណុចនេះដែរខ្ញុំនឹងប្រាប់បន្ថែមទៀតបងប្អូនត្រូវតែនៅពេលដែលបងប្អូនថតសន្ទុះ scan មុខគឺបងប្អូនព្រិចភ្នែកផងកន្លែងហ្នឹងដូចជាព្រិចភ្នែកផងហើយយើងកវីក្បាលទៅវិញទៅមកទៅកន្លែងហ្នឹងណាធ្វើម៉េចឲ្យវាគ្រីសអូខេបន្ទាប់ពីបងប្អូនធ្វើការបញ្ចូល password scan មុខ scan អត្តសញ្ញាណប័ណ្ណអីអស់ហើយគឺវាដាក់ថារួចរាល់ហើយវាដាក់ថាសូមស្វាគមន៍ដើម្បីចូលទៅក្នុង account របស់បងប្អូនអញ្ចឹងអត់មានអីទេគឺបងប្អូនបង្កើតបានហើយអញ្ចឹងបងប្អូនចុចមកបាទនេះបើសិនជាខ្ញុំចូលគឺវានឹងបាទវាថតឲ្យទេបងប្អូនបាទអញ្ចឹងគឺខ្ញុំចូលអត់បានទេតោះតែខ្ញុំ screenshot បាទអញ្ចឹងដូចជាអស់ហើយពុកម៉ែបងប្អូនអាចប្រើប្រាស់បានហើយយើងអាចបាញ់លុយទៅខាងណាក៏បានដែរយើងអាច scan អីបានធម្មតាអញ្ចឹងណាអូខេហើយហ្នឹងហើយវាមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាបង្កើតបានបងប្អូនអាចលុបហើយ down ចុច link ខ្ញុំ down សារថ្មីទៅហើយបងប្អូនបង្កើតសារថ្មីដូចខ្ញុំទៅបើសិនជាបានអាចសួរនៅខាងក្រោម comment ជាពិសេសបងប្អូនដែលមកថ្មីដែលនេះគឺជា account channel របស់ខ្ញុំថ្មីអាច subscribe channel របស់ខ្ញុំមួយផងដើម្បីទុកជាបាទមេរៀននៅថ្ងៃក្រោយទៀតបងប្អូនមានតម្រូវការ
ចង់បង្កើតអីផ្សេងហ្នឹងហើយគឺមើលវីដេអូខ្ញុំទៅហ្នឹងហើយហើយមានតែប៉ុណ្្នឹងទេបងប្អូនបាទអាចធ្វើការ down ទៅយើងបង្កើតទាំងអស់គ្នាទៅព្រោះបច្ចុប្បន្នហ្នឹងគឺ APA គឺធំទូលាយមែនតើអញ្ចឹងបងប្អូនអាចបង្កើតបានហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើន